សំណងជើងព្រះយេស៊ូវសម្ដែងរបៀបធ្វើទីបន្ទាល់គឺព្រះយេស៊ូវជួយយើងឲ្យយើងចេះធ្វើអតីតមុនក៏បាននិយាយអំពីស្មោះបន្ទាល់សម្រាប់ព្រះយេស៊ូវគ្រីស្ទហើយបងប្អូនទាំងអស់គ្នាដែលបានមកក៏ដឹងខ្លួនថាយើងមិនអាចនឹងធ្វើទីបន្ទាល់ពីអ្វីដែលយើងអត់ដឹងខ្លួនឯងតរសោះយើងត្រូវតែទទួលមុនសិនបើជាប្រសិនជាយើងចង់ធ្វើជាស្មោះបន្ទាល់សម្រាប់ព្រះយេស៊ូវគ្រីស្ទយើងត្រូវតែស្គាល់ព្រះយេស៊ូវផ្ទាល់ខ្លួនមុនសិនទី1នោះយើងអាចនឹងប្រាប់គេបានប្រាប់គេមិនទៅពីខ្លួនយើងប្រមាណទេប៉ុន្តែប្រាប់ពីព្រះយេស៊ូវដែលទ្រង់បានសគត់ហើយបានរស់ឡើងវិញយើងប្រាប់ពីដំណឹងល្អបាទហើយអាទិត្យមុនក៏បានរៀនផងថាហេតុអ្វីយើងត្រូវតែធ្វើទីបន្ទាល់ហើយបងប្អូនប្រហែលចាំផងថាព្រះអង្គបានបញ្ជាយើងឲ្យធ្វើទី2ពួកជំនុំក្នុងសតវត្សទី1គេចាត់ឲ្យធ្វើគំរូសម្រាប់យើងហើយយើងធ្វើតាមខ្ញុំនៅតែឆ្ងល់ពីតអស់តែគេបានធ្វើមើលគេអត់មានរំពំគេអត់មានគម្ពីរដែលគេចែកថាឥឡូវមានប្រមាណអ្នកថ្វាយខ្លួននៅអេផេសូចាំខ្ញុំរកគម្ពីរមកចែកម្នាក់មួយអត់បានទេគេអត់មានរំពំណាខត្តបានក៏ចែកមិនបានផងណាហើយថាបើកវិទ្យុទៅលេងម៉ាននឹងអានឹងស្ដាប់ដំណឹងល្អអត់មានដែរគឺមើលគេមានបញ្ហាច្រើនប៉ុន្តែក្នុងសតវត្សទី1គេបានប្រកាសឬផ្សាយដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទនៅគ្រប់ប្រទេសដែលគេស្គាល់ខ្ញុំអត់ថាគ្រប់ប្រទេសទាំងមូលទេពីព្រោះខ្លះគេរកមិនទាន់ឃើញទេគេរកតែពេលក្រោយដោយគ្រីស្តូហ្វឺកូឡុំបូក៏បានរកឃើញក្រោយប៉ុន្តែកន្លែងណាដែលគេរកឃើញដែលគេស្គាល់ដែលជាប្រទេសដែលរ៉ូមបានត្រួតត្រាគេទៅកន្លែងនោះផ្សាយដំណឹងល្អអស្ចារ្យមែនទែនគេធ្វើជាគំរូល្អយើងក៏បានឃើញថាមនុស្សដែលមិនស្គាល់ព្រះយេស៊ូវគ្រីស្ទត្រូវតែធ្លាក់នរកជារឿងធ្ងន់មែនទែនជារឿងមួយដែលយើងមិនចូលចិត្តនិយាយសោះប៉ុន្តែជារឿងពិតបើយើងស្មានថាមានផ្លូវមួយផ្សេងឬគេជួយខ្លួនឯងបានយើងស្ងៀមទៅប៉ុន្តែដោយព្រោះយើងដឹងប្រកាសថាមានផ្លូវតែមួយយើងត្រូវតែផ្សាយដំណឹងល្អទី4យើងបានឃើញថាអ្នកច្រូតតិចណាស់បើយើងថាឲ្យគេទៅការនោះអត់ហើយទេពីព្រោះអ្នកច្រូតតែពេកព្រះអង្គពឹងយើងផងយើងគ្រប់គ្នាហើយទី5ព្រះអង្គបានប្រគល់ការសាសសាឲ្យយើងដើម្បីមនុស្សដែលមិនទាន់ស្គាល់ព្រះដ៏បរិសុទ្ធមនុស្សដែលជាប់ក្នុងអង្គបាបអាចនឹងស្គាល់ព្រះដ៏បរិសុទ្ធបានជាការរបស់យើងដែលព្រះអង្គបានប្រគល់ឲ្យយើងបានជាបងប្អូនឃើញថាមានហេតុជាច្រើនមែនតើហើយមានទៀតផងដែលខ្ញុំអត់បានរាប់ដែរហើយមួយទៀតដែលយើងទាំងអស់គ្នាបានឃើញអាទិត្យមុននោះគឺថាការផ្សាយដំណឹងល្អនោះសំខាន់ជាងជីវិតគឺថាសុខចិត្តស្លាប់ក៏បានដែរប៉ុន្តែឲ្យតែផ្សាយទៅកុំឲ្យយើងគិតតែពីជីវិតយើងណាផ្សាយដំណឹងល្អសំខាន់ជាងជីវិតសំខាន់ជាងពួកម៉ាក់បើសិនជាថាបើខ្ញុំផ្សាយទៅនៃគេមើលងាយខ្ញុំនេះអត់អីទេពីព្រោះកុំឲ្យយើងគិតថាខ្ញុំត្រូវតែចិត្តស្នាក់នឹងគេខ្ញុំមិនចង់បដាយពីគេបានជាខ្ញុំអត់និយាយកុំឲ្យយើងគិតតែអញ្ចឹងសោះការផ្សាយនឹងល្អសំខាន់ជាងពួកម៉ាក់យើងហើយទី3សំខាន់ជាងពាក្យសម្ដីឯទៀតបាទជាកុំឲ្យយើងប្រើតែពាក្យស្រាលគ្មានតម្លៃទេប៉ុន្តែឲ្យយើងនិយាយពីព្រះអង្គបាទតើអស់នេះបានរៀនហើយប៉ុន្តែប្រហែលបងប្អូនបើខ្ញុំសួរថ្ងៃនេះថាតើក្នុងអាទិត្យកន្លងនេះបានចាប់ផ្ដើមផ្សាយនឹងល្អហើយឬបានធ្វើទីបន្ទាល់ដល់គេហើយឬនៅប្រហែលបងប្អូនខ្លះឆ្លើយថាបានធ្វើបន្តិចបន្តួចឬមិនសូវទេប៉ុន្តែមកពីខ្ញុំសូវចាស់ហើយដូច្នេះថ្ងៃនេះយើងចង់រៀនហើយចង់រៀនពីព្រះយេស៊ូវផ្ទាល់ហើយចង់ពិនិត្យមើលរបៀបដែលព្រះអង្គបានផ្សាយនឹងល្អហើយយើងចង់ដកស្រង់នៃរៀនខ្លះ
តែយើងអាចនឹងធ្វើតាមបានដែរប្រហែលយើងអាចនឹងធ្វើស្តៀងគ្នាបានដែរឬយើងយកមេរៀនខ្លះដើម្បីឲ្យជួយយើងទាំងអស់គ្នាឲ្យមានចិត្តក្លាហាននឹងទៅផ្សាយដំណឹងល្អផងពីព្រោះការផ្សាយដំណឹងល្អជាការដែលព្រះអង្គបានប្រគល់ឲ្យយើងហើយបាទជាថ្ងៃនេះសូមឲ្យយើងទាំងអស់គ្នាបើកគម្ពីរដល់យ៉ូហានជំពូក4នៅកន្លែងនោះមានរឿងមួយដែលខ្ញុំឃើញថាមានមេរៀនជាច្រើនយ៉ូហានជំពូក4ខ3ដល់ខ26ទំព័រ1368ហើយខ្ញុំសូមប្អូនសឿអែនមកខាងមុខនេះហើយនឹងអានខគម្ពីរនោះពីយ៉ូហានជំពូក4ខ3ដល់ខ26ចប់ទំព័រ1368បើប្អូនមកអាននៅកន្លែងនេះឲ្យគេស្ដាប់ផងណាបងប្អូនគ្នាសូមចេញខ3នោះទ្រង់ក៏យាងចេញពីស្រុកយូដាត្រឡប់ទៅឯស្រុកហ្គាលីលេវិញហើយទ្រង់ត្រូវតែយាងកាត់ស្រុកសាម៉ារីដូច្នេះទ្រង់យាងទៅដល់ក្រុងមួយនៅស្រុកសាម៉ារីហៅថាស៊ូខាជិតដីដែលលោកយ៉ាកុបបានឲ្យដល់យូសែបជាកូននៅទីនោះក៏មានអណ្ដូងទឹកអណ្ដូងយ៉ាកុបដូច្នេះព្រះយេស៊ូវទ្រង់អស់កម្លាំងដោយយាងមកក៏គង់នៅមាត់អណ្ដូងនោះពេលនោះប្រហែលជាថ្ងៃត្រង់ហើយមានស្ត្រីសាម៉ារីម្នាក់មកដងទឹកហើយព្រះយេស៊ូវមានបន្ទូលទៅនាងថាសូមឲ្យខ្ញុំផឹកផងព្រោះពួកសិស្សទ្រង់បានទៅផ្សារអស់ដើម្បីនឹងរកទិញស្បៀងអាហារស្ត្រីសាម៉ារីនោះក៏ទូលថាលោកជាសាសយូដាមិនដេចឡើយក៏លោកសូមទឹកខ្ញុំពិសាដែលខ្ញុំជាស្រីសាម៉ារីដូច្នេះនេះត្បិតសាសយូដាមិនដែលប្រកបនឹងសាម៉ារីទេព្រះយេស៊ូវមានបន្ទូលឆ្លើយថាបើសិនជានាងបានស្គាល់អំណោយទាននៃព្រះនិងអ្នកដែលនិយាយនឹងនាងថាសូមឲ្យខ្ញុំផឹកផងនោះនាងក៏បានសូមពីអ្នកនោះវិញរួចអ្នកនោះនឹងឲ្យទឹករស់ដល់នាងស្ត្រីនោះក៏ទូលទ្រង់ថាសូមលោកម្ចាស់លោកគ្មានអ្វីនឹងដងទេបើអណ្ដូងក៏ជ្រៅផងដូច្នេះលោកបានទឹករស់នោះពីណាមកតើលោកធំជាងយ៉ាកុបជាអាយកោយើងខ្ញុំដែលឲ្យអណ្ដូងនេះមកយើងខ្ញុំហើយទាំងខ្លួនលោកកូនចៅនិងវងសត្វរបស់លោកក៏បានផឹកផងឬអីព្រះយេស៊ូវមានបន្ទូលឆ្លើយថាអស់អ្នកណាដែលផឹកទឹកនេះនឹងត្រូវស្រេកទៀតតែអ្នកណាដែលផឹកទឹកខ្ញុំឲ្យនោះមិនស្រេកទៀតឡើយទឹកដែលខ្ញុំឲ្យនឹងត្រឡប់ជារាន់ទឹកនៅក្នុងអ្នកនោះដែលផុសឡើងដល់ទៅបានជីវិតអស់កាលជានិច្ចស្ត្រីនោះក៏ទូលទ្រង់ថាលោកម្ចាស់អើយសូមឲ្យទឹកនោះមកខ្ញុំផងដើម្បីកុំឲ្យខ្ញុំស្រេកឬមកដងនៅទីនេះទៀតព្រះយេស៊ូវមានបន្ទូលថាចូលទៅហៅប្តីនាងមកឯណេះស្ត្រីនោះទូលឆ្លើយថាខ្ញុំគ្មានប្តីទេរួចព្រះយេស៊ូវមានបន្ទូលថាដែលនាងថាគ្មានប្តីនោះថាត្រូវហើយបាត់នាងបានមានប្តី5មកហើយឯអ្នកដែលនៅជាមួយសពថ្ងៃនេះមិនមែនជាប្តីនាងទេពាក្យនោះនាងនិយាយត្រូវប្រកាសស្ត្រីនោះទូលថាលោកម្ចាស់អើយខ្ញុំយល់ឃើញថាលោកជាហោរាឯពួកអាយកោយើងខ្ញុំបានថ្វាយបង្គំនៅលើភ្នំនេះតែពួកលោកថាក្រុងយេរូសាឡិមជាកន្លែងដែលត្រូវថ្វាយបង្គំវិញព្រះយេស៊ូវមានបន្ទូលថានាងស្រីអើយចូលជឿខ្ញុំថានឹងមានពេលវេលាមកដែលអ្នករាល់គ្នានឹងមិនថ្វាយបង្គំព្រះវរបិតានៅលើភ្នំនេះឬនៅក្រុងយេរូសាឡិមទេអ្នករាល់គ្នាមិនដឹងថាខ្លួនថ្វាយបង្គំអ្វីទេហើយយើងវិញយើងស្គាល់ព្រះដែលយើងថ្វាយបង្គំត្បិតសេចក្តីសង្គ្រោះកើតមកពីសាសយូដាតែនឹងមានពេលវេលាមកក៏នៅឥឡូវនេះហើយនោះពួកអ្នកដែលថ្វាយបង្គំដោយពិតត្រង់
គេនឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណនិងសេចក្តីពិតពីព្រោះព្រះវរបិតាទ្រង់រកពួកអ្នកយ៉ាងនោះឲ្យមកបានថ្វាយបង្គំទ្រង់ឯព្រះទ្រង់ជាវិញ្ញាណហើយអ្នកណាដែលថ្វាយបង្គំទ្រង់នោះត្រូវតែថ្វាយបង្គំដោយវិញ្ញាណនិងសេចក្តីពិតដែរស្ត្រីនោះទូលទ្រង់ថាខ្ញុំដឹងហើយថាព្រះមេស៊ីដែលហៅថាព្រះគ្រីស្ទទ្រង់នឹងយាងមកកាលណាមកហើយនោះទ្រង់នឹងប្រាប់ឲ្យយើងខ្ញុំដឹងគ្រប់ទាំងអស់ព្រះយេស៊ូវទ្រង់មានបន្ទូលថានោះគឺខ្ញុំនេះហើយដែលនិយាយនឹងនាងលើសូមឲ្យយើងអោនកបាលអធិដ្ឋានហើយខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាទាំងស្រីដែលមើលកូននៅក្នុងបន្ទប់ខាងក្នុងផងឲ្យរួមចិត្តអធិដ្ឋានជាមួយយើងទាំងអស់គ្នាហើយមិនដឹងមានអ្នកណាក្នុងផ្ទះបាយមើលមិនឃើញទេប៉ុន្តែខ្ញុំសូមឲ្យយើងទាំងអស់គ្នាស្ងៀមស្ងាត់នៅចំពោះព្រះអង្គនិងសូមប្រពោព្រះអង្គទូលបង្គំអរគុណព្រះអង្គមែនទែនដែលព្រះអង្គមានបន្ទូលដល់ចាត់យើងទាំងអស់គ្នាយើងខ្ញុំចង់រៀនពីព្រះអង្គបានជាសូមព្រះអង្គជួយបើកចិត្តយើងខ្ញុំទាំងអស់គ្នាឥឡូវនេះដើម្បីទទួលព្រះបន្ទូលរបស់ព្រះអង្គដ៏រស់ហើយនឹងមានចិត្តចង់ធ្វើតាមហើយចង់ធ្វើជាអ្នកជ្រោតឲ្យរកព្រលឹងមនុស្សមែនឲ្យជួយមនុស្សឲ្យស្គាល់ព្រះអង្គបានជាមេរៀនអ្វីដែលយើងអាចនឹងរៀនថ្ងៃនេះបានសូមព្រះអង្គជួយឲ្យយើងអនុវត្តតាមផងអរព្រគុណព្រះអង្គដោយព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនបងប្អូនខ្ញុំបានមើលខគម្ពីរទាំងអស់នេះនៅក្នុងអាទិត្យនេះហើយខ្ញុំឃើញថាព្រះអង្គជាអ្នកដែលជ្រោតប្រលឹងមនុស្សស្រួលមែនតើណាហើយតើយើងទាំងអស់គ្នាថាប៉ុន្តែនោះព្រះយេស៊ូវនៅផ្សេងយើងអត់ធ្វើកើតទេយើងជាកូនព្រះអង្គផងហើយព្រះយេស៊ូវពេញនឹងព្រះវិញ្ញាណបរិសុទ្ធយើងក៏ពេញនឹងព្រះវិញ្ញាណបរិសុទ្ធបានដែរខ្ញុំអត់ថាយើងពេញអត់ទាំងអស់គ្នាភ្លាមទេប៉ុន្តែយើងអាចពេញបានដែរអាហ្នឹងថាយើងនេះមិនមែនថាព្រះអង្គទេបានជាយើងចង់រៀនមេរៀនខ្លះតែយើងឃើញភ្លាមខ្លះប្រហែលស្តៀងគ្នាប៉ុន្តែបងប្អូនខ្ញុំឃើញមានច្រើនខ្ញុំសូមឲ្យបងប្អូនគិតពី12មុខហើយបងប្អូនថាមួយមុខ10នាទី120នាទីហ្នឹងយ៉ាងម៉េចទេខ្ញុំធ្វើខ្លះលឿនមែនតើអត់យូរទេអត់យូរតតែសោះមេរៀនទី1ដែលខ្ញុំឃើញភ្លាមក្នុងរឿងនេះគឺព្រះយេស៊ូវសុខចិត្តធ្វើទីបន្ទាល់ដល់គ្រប់ទាំងអស់ព្រះអង្គសុខចិត្តធ្វើទីបន្ទាល់ដល់គ្រប់ទាំងអស់មិនមែនសាសយូដាតែប៉ុណ្ណោះទេសាសណាក៏ដោយពណ៌ណាក៏ដោយព្រះអង្គសុខចិត្តទៅកន្លែងណាក៏ដោយនេះជាមេរៀនសម្រាប់យើងហេតុអ្វីពីព្រោះយើងខ្មែរហើយយើងថាខ្ញុំសុខចិត្តធ្វើទីបន្ទាល់ដល់ខ្មែរហ្នឹងមិនតែខ្មែរក៏បាត់បងដែរបើជាខ្ញុំមករកតែខ្មែរទេកុំឲ្យយើងបាត់ទ្វារតតែសោះក្រែងលោព្រះអង្គនាំបារាំងម្នាក់ឬអារ៉ាប់ម្នាក់ឬអ្នកណាក៏ដោយមកចិត្តនឹងយើងនោះហើយយើងមានឱកាសនឹងផ្សាយនឹងល្អកុំឲ្យយើងបាត់ទ្វារមុនដំបូងយើងត្រូវតែថាព្រះអង្គអើយព្រះអង្គនាំអ្នកណាមកជួបនឹងខ្ញុំសុខចិត្តផ្សាយនឹងល្អដល់អ្នកនោះហើយព្រះយេស៊ូវបានសម្ដែងរឿងនេះការនេះភ្លាមដោយព្រោះព្រះយេស៊ូវសុខចិត្តទៅផ្សាយដំណឹងល្អដល់អ្នកណាក៏ដោយហើយព្រះអង្គមិនមែនថាខ្ញុំប្រុសខ្ញុំផ្សាយដំណឹងល្អដល់ប្រុសតែប៉ុណ្ណោះទេគឺបើមានស្រីមួយព្រះអង្គក៏និយាយជាមួយស្រីនោះផងគឺព្រះអង្គបើកទ្វារឲ្យទៅផ្សាយដំណឹងល្អដល់អ្នកណាក៏ដោយនេះជាការទី1ដែលយើងត្រូវតែរៀនពីព្រះអង្គការទី2ដែលខ្ញុំឃើញថាព្រះវិញ្ញាណបរិសុទ្ធនាំព្រះយេស៊ូវឲ្យជួបអ្នកដែលស្រេកឃ្លានរឿងនោះអត់ដូចមេរៀនទី1ទេគឺមិនមែនឲ្យយើងសម្រេចចិត្តថាបើដូច្នេះខ្ញុំទៅកន្លែងណាក៏ដោយខ្ញុំជួបអ្នកទី1ខ្ញុំផ្សាយនឹងល្អទី2ខ្ញុំផ្សាយនឹងល្អមិនមែនទេគឺឲ្យយើងផ្សាយដំណឹងល្អតាមដែលព្រះវិញ្ញាណបរិសុទ្ធនាំយើង
តើយើងដឹងថាយើងអាចនឹងខាតពេលច្រើនបានដែរបើយើងគ្រាន់តែថាលើខ្ញុំផ្សាយនឹងល្អដល់តែអស់គ្នាប្រហែលមានមនុស្សច្រើនដែលព្រះអង្គមិនទាន់បានរៀបចំចាត់គេសោះគេមិនសូវឃ្លានទេគេមិនស្រេកឃ្លានហើយដូច្នេះយើងអាចនឹងខាតពេលវេលាច្រើនមែនទែនបើយើងធ្វើបែបនោះល្អជាងឲ្យយើងអធិដ្ឋានថាព្រះវិញ្ញាណបរិសុទ្ធសូមមកបំពេញខ្ញុំនោះសូមព្រះអង្គនាំខ្ញុំដល់អ្នកណាដែលស្រេកឃ្លានខគម្ពីរព្រះយេស៊ូវមានបន្ទូលថាអ្នកណាដែលស្រេកឃ្លាននឹងបានឆ្អែតប៉ុន្តែព្រះអង្គប្រហែលចង់ប្រើយើងដើម្បីឲ្យគេបានឆ្អែតមិនមែនឆ្អែតខ្លួនឯងទេគឺគេបានឆ្អែតដោយសារព្រះអង្គនាំយើងទៅជួបគេបានជាទី1ឲ្យយើងសុខចិត្តទៅកន្លែងណាក៏ដោយជួបអ្នកណាក៏ដោយទី2សូមឲ្យព្រះវិញ្ញាណបរិសុទ្ធនាំផ្លូវយើងហើយដើម្បីយើងឃើញថាព្រះវិញ្ញាណបរិសុទ្ធនាំផ្លូវព្រះយេស៊ូវពីព្រោះខ្ញុំឃើញក្នុងខទី4នោះថាហើយទ្រង់ត្រូវតែយាងកាត់ស្រុកសាម៉ារីព្រះអង្គយាងទៅណាព្រះអង្គយាងទៅកាលីលេស្រុកយូដានៅខាងនេះខេត្តយូដានៅខាងនេះកាលីលេខាងលើនោះខាងជើងខេត្តកណ្ដាលសាម៉ារីចុះមិនថាព្រះអង្គត្រូវតែកាត់មិនថាវាព្រោះនេះជាផ្លូវចិត្តជាងគេនោះហើយត្រូវចិត្តជាងគេប៉ុន្តែពួកយូដាអត់ប្រើផ្លូវនោះសោះគេប្រើផ្លូវមួយណាគេឆ្លងទន្លេយ៉ូដានហើយទៅខាងនេះកាលផុតពីសាម៉ារីហើយគេឆ្លងទន្លេយ៉ូដានម្ដងទៀតដើម្បីឲ្យចូលទៅខេត្តកាលីលេពីព្រោះគេមិនព្រមជិះជាន់ដីរបស់សាម៉ារីតទៅពីព្រោះគេខ្ពើមពួកសាម៉ារីខ្លាំងពេកអត់ដើរនៅលើដីរបស់គេសោះមិនមែនតែគេមិនគួរសមទេហួសពីនោះគឺគេថាគេធំហើយគេមិនចង់ដើរនៅដីរបស់កូនកាត់អញ្ចឹងណាថាអញ្ចឹងហ៎បានជាបងប្អូនព្រះយេស៊ូវត្រូវតែកាត់មិនត្រូវតែកាត់ពីព្រោះព្រះវិញ្ញាណបរិសុទ្ធបណ្ដាលព្រះអង្គឲ្យជួបនឹងម្នាក់នៅកន្លែងនោះពីព្រោះព្រះវិញ្ញាណបរិសុទ្ធជ្រាបហើយថាមានម្នាក់នៅកន្លែងនោះដែលស្រេកឃ្លានហើយចង់ស្គាល់ព្រះដ៏ពិតនេះជាហេតុបងប្អូនដែលយើងត្រូវតែរៀនមេរៀនទី2ថាព្រះវិញ្ញាណបរិសុទ្ធថ្ងៃនេះខ្ញុំភ្ញាក់ហើយសូមព្រះអង្គនាំផ្លូវខ្ញុំសូមព្រះអង្គនាំខ្ញុំឲ្យជួបនឹងអ្នកណាដែលស្រេកឃ្លានហើយនោះខ្ញុំនឹងផ្សាយដំណឹងល្អដល់អ្នកនោះមានផលប្រយោជន៍ជាការមួយដែលយើងត្រូវតែសម្រេចចិត្តពីមុនក្រែងលោយើងជួបគេហើយនឹងយើងភ័យយើងថយទៅយើងអត់និយាយសោះយើងរត់ទៅមេត្រូវិញឬអីនោះយើងអត់ទៅទេអត់ហ៊ាននិយាយអត់បើកមាត់សោះប៉ុន្តែបើយើងអធិដ្ឋានពីព្រឹកហើយកាលយើងនិយាយជាមួយព្រះអង្គកាលយើងបើកគម្ពីរនិងអានគម្រោងអានគម្ពីរបងប្អូនបានទទួលថ្មីទេហើយមានថ្មីមួយឲ្យយើងអានទៅនៅតែចាស់ទេបាទថ្មីមួយបងប្អូនទទួលហើយអានទៀងទាត់នោះអានគម្ពីរហើយនឹងអធិដ្ឋានហើយបន្ថែមពាក្យមួយថាព្រះអង្គអីថ្ងៃនេះខ្ញុំជួបអ្នកណាសូមព្រះអង្គជួយឲ្យខ្ញុំដឹងខ្លួនថាព្រះអង្គនាំអ្នកនោះឲ្យជួបខ្ញុំហើយខ្ញុំនឹងផ្សាយនឹងល្អដល់អ្នកនោះផងមិនដឹងផ្សាយច្រើនឬតិចពីព្រោះបងប្អូនជួនកាលព្រះអង្គមិនមែនប្រើយើងឲ្យគេធ្វើទៅអស់ទេគឺថាឲ្យគេលឺដើមដំបូងហើយគិតពិចារណានិងសម្រេចចិត្តផងប្រហែលចំណែករបស់យើងតែព្រោះប្រហែលមិនទាន់ដល់ជ្រោតទេបើជ្រោតផងនោះរឹតតែល្អជាងបន្ថែមទៀតប៉ុន្តែបើសិនជាយើងជាអ្នកដែលព្រោះតែប៉ុណ្ណោះទេឬស្រោចទឹកបន្តិចណាឲ្យយើងស្រោចទៅប៉ុន្តែឲ្យយើងបំពេញចំណែកមួយដែលព្រះអង្គឲ្យយើងធ្វើថ្ងៃនោះឯងជួបអ្នកណាតែត្រូវការព្រះយេស៊ូវគ្រីស្ទនេះជាមេរៀនទី2ដែលខ្ញុំឃើញក្នុងជីវិតរបស់ព្រះយេស៊ូវគឺព្រះអង្គស្ដាប់ព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធហើយបើសិនជាព្រះយេស៊ូវដែលជាព្រះរាជបុត្រានៃព្រះត្រូវតែស្ដាប់ព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធមិនយើងស្មានថាយើងត្រូវការដែលយើងគ្រាន់បើជាងអ្នកណាព្រះយេស៊ូវអត់ទេយើងត្រូវតែពឹងព្រះវិញ្ញាណបរិសុទ្ធជាដាច់ខាតមេរៀនទី3
តែខ្ញុំឃើញនៅក្នុងរឿងនេះគឺព្រះយេស៊ូវធ្វើទីបន្ទាល់ដល់ស្រីនោះកាលគាត់ម្នាក់ឯងជាមេរៀនមួយតើបងប្អូនឃើញទេនៅក្នុងគម្ពីរថាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទទាំង12នាក់បានទៅផ្សារទិញម្ហូបឯងថាហ្នឹងហើយមើលគេអត់នៅធម្មតាព្រះយេស៊ូវអត់ចាត់2ដល់10នាក់ទៅទិញម្ហូបសម្រាប់3ដល់10នាក់ទេអត់ត្រូវការច្រើនអ្នកអញ្ចឹងទេ2នាក់ក៏គ្រាន់ដែរឲ្យទៅទិញជែកខ្លះទិញស្អីទិញទួយមិនត្រូវការ2ដល់10នាក់ឆ្ងល់មិនពីព្រោះព្រះអង្គជ្រាបហើយថាកាលខ្ញុំនិយាយជាមួយស្រីនោះប្រហែលជារឿងផ្ទាល់រឿងអ្វីដែលនាំឲ្យគាត់អៀនខ្មាស់បើសាសខ្ញុំទាំងអស់គ្នាអង្គុយស្ដាប់នឹងគាត់បាត់មាត់បាត់ចិត្តគាត់អត់បើកទេគាត់អត់និយាយទេជាមេរៀនសម្រាប់យើងជួនកាលខ្ញុំដឹងថាបើខ្ញុំទៅធ្វើទីបន្ទាល់ដល់ឪពុកម្ដាយហើយកូននៅចិត្តក្បែរនេះឪពុកម្ដាយអត់និយាយទេអត់និយាយថាមិនបាទខ្ញុំជាមនុស្សមានបាបស្អីទេនៅមុខកូនមានខ្មាស់ពេកទៅជាមិនសមផងឲ្យនិយាយជាមួយនឹងឪពុកឬម្ដាយដោយឡែកនោះដើម្បីអាចនឹងបើកចិត្តចំពោះព្រះអង្គបានឲ្យយើងរៀនពីព្រះអង្គតែព្រះអង្គមានរបៀបចាស់តើអស់គ្នាទៅផ្សារតិចខ្លះខ្ញុំមានការមួយនៅកន្លែងនេះនៅដងទឹកនេះខ្ញុំឃើញរឿងនោះខ្ញុំថាអូអរគុណព្រះអង្គមែនតើព្រះអង្គមិនចង់ឲ្យអ្នកណាខ្មាស់ទេព្រះអង្គបើកឲ្យស្រួលមែនតើដើម្បីយើងទាំងអស់គ្នាអាចនឹងខ្សែនឹងល្អហើយដើម្បីឲ្យគេបើកចិត្តចំហបានដែរខ្ញុំឃើញរឿងនេះផងក្នុងពេលដែលយើងនាំសូមឲ្យគេថ្វាយខ្លួនជួនកាលហើយយើងថាឥឡូវនេះសូមអធិដ្ឋានអញ្ជើញព្រះអង្គចូលមកក្នុងចិត្តគាត់ថាអត់ចេះអធិដ្ឋានផងទេនឹងបើសិនជាមានកូនចៅអង្គុយនៅចិត្តក្បែរផងអៀនខ្មាស់ខ្លាំងជាងគេនោះហើយបើតែម្នាក់ឯង2នាក់ណាប្រហែលកើតមិនទៅអៀនខ្មាស់ទេបានជាបងប្អូនសូមឲ្យយើងរៀនពីព្រះអង្គតែមិនឲ្យសោះអង្គុយចិត្តក្បែរស្ដាប់រឿងទាំងអស់តែជារឿងផ្ទាល់ក្នុងការដែលយើងធ្វើទីបន្ទាល់ឲ្យយើងរៀនពីព្រះអង្គទី4ខ្ញុំឃើញថាព្រះអង្គដាក់ខ្លួនព្រះអង្គបន្ទាបខ្លួនបន្ទាបព្រះអង្គទ្រង់រឿងអីខ្លះតើបងប្អូនចាំទេព្រះយេស៊ូវជាសាសយូដាហើយស្រីនោះសាសសាម៉ារីសាសយូដាជាមកពួកដែលអួតខ្លួនមែនទែនគេចាត់ថាយើងនោះហើយដែលមានក្រឹតវិន័យរបស់ម៉ូសេយើងមានទាំងអស់យើងមានយេរូសាឡិមយើងមានព្រះម៉ែស៊ីនៅមកខាងយើងនោះហើយចាត់ថាអួតតែពីរឿងមើលងាយគេចាស់មើលងាយខ្លាំងជាងគេនោះហើយមកពួកដែលគេចូលចិត្តមើលងាយជាងគេនោះគឺមិនមែនបែលជីកឬអីទេដូចជាគេធ្វើនៅស្រុកបារាំងនេះមិនដែលគេយកសាម៉ារីវិញហ្នឹងហើយគេធ្វើខ្លាំងមែនតើណាគេមើលងាយពួកសាម៉ារីព្រះយេស៊ូវដាក់ខ្លួនបន្ទាបអង្គទ្រង់ពីព្រោះបងប្អូនដឹងថាសាសសាម៉ារីនិងសាសយូដាអត់មានអត់តាក់ទងគ្នាសោះគឺថាពួកយូដាបើសិនជាគេស្រេកគេសុកចិត្តស្លាប់ជាងសូមទឹកពីសាសសាម៉ារីជាពិតប្រាកដហើយដោយពិសេសពីស្រីសាម៉ារីទៅទៀតពួកយូដាក៏មើលងាយសាសសាម៉ារីរហូតដល់បើគេឃើញថាកែវឬពេងឬផ្តិលរបស់ពួកសាម៉ារីហើយគេបានផឹកហើយពីផ្តិលនោះពួកយូដាជូតទៅប្រើសាប៊ូយកស្អីក៏បានជូតទៅអត់ប្រើទៀតបានទេពីព្រោះសាម៉ារីបានប៉ះពាល់ហើយខ្ញុំអានរឿងទាំងអស់នេះខ្ញុំចេះតែឆ្ងល់ពីព្រះយេស៊ូវតែព្រះអង្គបានសូមទឹកពីនាងនោះហើយព្រះអង្គគ្មានកែវសោះ
អត់មានផ្ទាល់ចត់ទៅជាមួយព្រះអង្គត្រូវតែសូមប្រើផ្ទាល់ឬកែវរបស់នាងនោះព្រះអង្គដាក់ខ្លួនអត់ធ្វើដូចគេទេសាសយូដាដែលចាត់តែលើកខ្លួនឡើងខ្ពស់ចឹងខ្ញុំគិតពីរឿងទាំងអស់នោះខ្ញុំថារឿងអួតខ្លួននឹងធ្វើទីបន្ទាល់នឹងអត់ស៊ីគ្នាសោះបើយើងនៅតែអួតខ្លួនយើងមិនអាចនឹងធ្វើទីបន្ទាល់សម្រាប់ព្រះអង្គបានស្រួលសោះបើសិនជាយើងឈរនៅមុខគេហើយគេឃើញដោយពាក្យសម្ដីឬការប្រព្រឹត្តរបស់យើងដែលយើងនៅតែអួតយើងគ្រាន់បើហើយគេមិនទាន់ស្គាល់ព្រះអង្គសោះយើងខ្ពស់ហើយគេនៅតែទៀតបើយើងនិយាយឬសម្ដែងខ្លួនបែបនោះយើងធ្វើទីបន្ទាល់មិនបានទេគ្មានផលប្រយោជន៍ហួសពីនោះទៅទៀតប្រហែលជាខាត់គេពីនគរព្រះដោយអំនួតរបស់យើងអួតមិនបានសោះបើយើងចង់ធ្វើទីបន្ទាល់សម្រាប់ព្រះយេស៊ូវគ្រីស្ទយើងត្រូវតែដាក់ខ្លួនលោកប៉ូលថាខ្ញុំធ្លាប់ធ្វើចឹងដែរបើខ្ញុំនិយាយជាមួយសាស្ត្រាចារ្យនៅវិទ្យាល័យណាមួយខ្ញុំនិយាយពីរឿងខ្ពស់ពីព្រោះគាត់ចេះដែរបើគាត់និយាយជាមួយអ្នកណាដែលមិនសូវបានរៀនសូត្រអីទេគាត់ដាក់ខ្លួនចឹងគាត់អត់ប្រើពាក្យខ្ពស់ដើម្បីឲ្យគេអង្គុយឆ្ងល់ថាពាក្យវប្បធម៌ស្អីទេហ្នឹងគេមិនមែនទេដាក់ពាក្យស្រាលទៅដើម្បីឲ្យគេស្រួលយល់ហ្នឹងបាទការអួតខ្លួននោះហើយដែលយើងអួតហើយនឹងធ្វើទីបន្ទាល់អត់ស៊ីគ្នាសោះព្រះយេស៊ូវបានធ្វើមេរៀនល្អមែនតែនសម្រាប់យើងឲ្យដាក់ខ្លួនអត់អួតសោះជាហេតុដែលនាងនោះស្ដាប់ព្រះអង្គផងទី5ខ្ញុំឃើញមេរៀនមួយទៀតខ្ញុំឃើញថាព្រះអង្គនាំឲ្យគាត់ឆ្ងល់ជាការល្អពីព្រោះមើលសាសយូដាម្នាក់ស្លៀកពាក់ដូចយូដាប្រហែលពុកមាត់ដូចយូដាផងមិនដឹងទេប្រហែលគេនាងនោះមិនបាច់សួរថាចាសុំទោសលោកសាសអីទេមិនបាច់សួរទេគាត់ដឹងភ្លាមហើយឃើញព្រះយេស៊ូវឈរនៅមុខនាងនោះហើយដែលឮព្រះអង្គសូមទឹកពីគាត់ហើយប្រាប់តើរបស់នាងផងនេះរឿងទាំងអស់នោះនាំឲ្យគាត់ឆ្ងល់បងប្អូនដែលយើងនាំឲ្យគេឆ្ងល់នោះជារឿងល្អក្នុងធ្វើទីបន្ទាល់បើសិនជាយើងអាចនឹងប្រើស្អីដើម្បីឲ្យគេឆ្ងល់បន្តិចជាការល្អដើម្បីឲ្យភ្ញាក់បន្តិចខ្ញុំដឹងថាបើខ្ញុំធ្វើទីបន្ទាល់ឧបមាធ្វើទីបន្ទាល់ដោយខ្ញុំធ្វើនៅមន្ទីរពេទ្យនោះដែលខ្ញុំជូននាងស្រីនោះទៅបូមឈាមនោះមួយទឹកម្ដងស្អីនោះខ្ញុំទៅកាឡាម៉ាតស្អីនោះទៅកន្លែងនោះហើយខ្ញុំបានជួបគ្រូពេទ្យខ្មែរ2នាក់ហើយនៅកន្លែងនោះធ្វើទីបន្ទាល់តែខ្ញុំនាំឲ្យគេឆ្ងល់ប៉ុន្តែខ្ញុំនាំឲ្យគេឆ្ងល់ស្រួលពីព្រោះខ្ញុំក៏ដែលមានចំហវែងពេកនិយាយខ្មែរអីគេឆ្ងល់ដែរបានជាខ្ញុំមានរឿងមួយដែលបងប្អូនអត់មានដែរគឺនៅបានជាខ្ញុំនាំឲ្យគេឆ្ងល់យ៉ាងស្រួលមែនតើតើបងប្អូនរកឃើញកន្លែងណាមួយដែលអាចនាំឲ្យគេឆ្ងល់ដែរមានទេខ្ញុំជឿថាព្រះអង្គនឹងជួយឲ្យយើងធ្វើស្អីនិយាយស្អីដែលនាំឲ្យគេឆ្ងល់ខ្លះផងណាពីព្រោះរឿងឆ្ងល់នោះមានប្រយោជន៍បើអ្នកណាឆ្ងល់នោះដូចជាភ្ញាក់បន្តិចហើយបើអត់មានការឆ្ងល់សោះនោះគេអត់ស្ដាប់យើងផងគេទៅតែម្ដងការគេរវល់ហើយបានជាខ្ញុំមិនដឹងថាយើងធ្វើអីបានណាប៉ុន្តែឧបមាយើងឃើញថាគេកំពុងតែដាក់ស្អីនៅក្នុងឡានគេឬគេចង់ជិះមេត្រូនឹងគេមានវលិចាំពេកយើងមកជួយទេប្រហែលរឿងបែបនោះនាំឲ្យគេឆ្ងល់ដែរមិនដែលឃើញអ្នកណាមកជួយនៅស្រុកបារាំងនេះផងរឿងអីដែលព្រះអង្គរំលឹកយើងឲ្យយើងធ្វើស្អីដើម្បីឲ្យគេឆ្ងល់បន្តិចជាការល្អខ្ញុំឃើញថាព្រះអង្គប្រើរឿងនោះហើយដើម្បីឲ្យនាងនោះភ្ញាក់
ហើយក៏ឆ្ងល់មុនដំបូងគាត់ឆ្ងល់ទី6ខ្ញុំឃើញថាព្រះអង្គនាំឲ្យគាត់ចង់ដឹងទៀតនិយាយមកគ្រាដូចជាសូមប្រាប់គ្រាទៀតចង់ដឹងទៀតជាការល្អមែនតើបងប្អូនពីព្រោះព្រះអង្គបន្ថែមមកឃ្លាថាប៉ុន្តែប្រសិនជាអ្នកឯងស្គាល់អំណោយរបស់ព្រះហើយដឹងថាខ្ញុំជាអ្នកណានោះនឹងសូមទឹករស់ដូចជាឆ្ងល់មែនប៉ុន្តែចង់ដឹងទៀតចង់ដឹងព្រាមពីព្រោះគាត់ឃើញម្នាក់ដែលអស់កម្លាំងអង្គុយនៅអណ្ដូងទឹកនោះហើយឃើញថាគាត់ស្រេកទឹកចុះគាត់ចង់ដឹងទៀតពីគាត់ជាមនុស្សបែបណាបានជាព្រះអង្គបង្កើតឲ្យគាត់ស្រេកឃ្លានខ្លួនឯងស្រេកឃ្លានសេចក្តីពិតអូបងប្អូនល្អមែនតើបើគេយើងនិយាយបន្តិចបន្តួចដល់គេហើយគេទាញសេចក្តីពិតពីយើងនេះមិនមែនតែយើងទៅតែយកសេចក្តីពិតមកឲ្យពុះទេនៅរុញទៅឲ្យគេណាប៉ុន្តែឲ្យគេយើងប្រាប់បន្តិចហើយគេទាញប្រាប់បន្តិចទៀតទៅទាញពីចាក់យើងអូស្រួលមែនតើក្នុងការធ្វើទីបន្ទាល់ព្រះអង្គប្រើនោះហើយព្រះអង្គអត់ប្រាប់តែអស់ភ្លាមឲ្យគាត់ឆ្ងល់ហើយចង់ដឹងទៀតខ្ញុំឃើញខ្ញុំអរគុណព្រះអង្គណាស់ទី7ព្រះអង្គនាំឲ្យគាត់សួរទៀតគាត់ឆ្ងល់គាត់ចង់ដឹងទៀតហើយគាត់ទ្រាំបានទេគាត់សួរតែម្ដងល្អណាស់គាត់សួរអីនេះគាត់យកជាសួរថាហើយលោកធំជាងអាយុកោយើងគឺយ៉ាកុបដែរដែលបានឲ្យអណ្ដូងទឹកនេះធំជាងទេគាត់ចង់ដឹងអ្នកណានោះតែនិយាយជាមួយខ្ញុំតែហ៊ាននិយាយពាក្យពេចបែបនោះហើយអ្នកណានោះធំជាងយ៉ាកុបទៅទៀតឆ្ងល់អញ្ចឹងណានិយាយសួរពីរឿងនោះតែខ្ញុំឃើញថាក្នុងខ12នោះព្រះយេស៊ូវអត់ឆ្លើយភ្លាមថាខ្ញុំធំជាងអត់ថាទេអត់ឆ្លើយដូចជាត្រង់ថាបាទខ្ញុំធំជាងយ៉ាកុបដែរអត់ថាទេគឺចង់នាំឲ្យគាត់ទៅជ្រៅជាងនោះហើយពីព្រោះបើថាបាទខ្ញុំធំជាងនឹងចប់ហើយបាទខ្ញុំធំជាងបានជាព្រះអង្គបន្តរឿងទៀតទី8ខ្ញុំឃើញថាព្រះអង្គប្រៀបធៀបការធម្មតានិងការអស់កលជានិច្ចការធម្មតាដូចជាទឹកធម្មតានិងទឹករស់ប្រៀបធៀបនឹងសេចក្តីស្លាប់និងជីវិតអស់កលជានិច្ចព្រះអង្គប្រៀបធៀបទាំងពីរនោះហើយឬជីវិតធម្មតាដែលយើងមានដោយសារផឹកទឹកនេះហើយអ្នកណាដែលផឹកទឹករស់ពីព្រះអង្គដែលរស់អស់កលជានិច្ចបានព្រះអង្គប្រើនោះហើយគឺប្រៀបធៀបបងប្អូនសូមឲ្យយើងប្រាប់គេកាលក្នុងពេលដែលយើងផ្សាយដំណឹងល្អសូមប្រាប់គេឲ្យច្បាស់លាស់ថាហេតុអ្វីគួរឲ្យជឿព្រះយេស៊ូវហេតុអ្វីគឺថាបើគេជឿព្រះយេស៊ូវគ្រីស្ទហើយគេអាចនឹងឆ្លងពីសេចក្តីស្លាប់ទៅដល់ជីវិតពីមុនគេក្នុងកដាប់ដៃរបស់អារ៉ាហើយគេអាចនឹងរួចនឹងទៅក្នុងប្រហោះរបស់ព្រះអង្គបានគឺថាពីមុនគេស្លាប់ឥឡូវគេរស់ពីមុនគេជាប់ក្នុងអង្គបាបឥឡូវគេបានរួចពីបាបហើយថ្ងៃណាមួយគេអាចនឹងឡើងទៅឋានសួគ៌មិនមែនធ្លាក់នរកសូមឲ្យយើងប្រាប់គេពីរឿងនោះពីព្រោះខ្ញុំខ្លាចថាយើងប្រាប់គេតែពីរឿងថាជឿព្រះអង្គផងជឿព្រះអង្គទៅដើម្បីឲ្យព្រះអង្គជួយឲ្យរកអបតមមួយជឿព្រះអង្គទៅដើម្បីឲ្យបានព្រះអង្គនឹងជួយឲ្យបំពេញក្តារស្នាមស្រួលហើយមានច្បាប់ពីអូហ្វ្រាអីគ្រប់គ្រាន់ហើយបងប្អូនជឿព្រះអង្គទៅនឹងមិនទៅឆ្លោះគ្នាទេ
ជឿព្រះអង្គទៅនឹងប្រហែលរកឃើញរកការផងធ្វើបានណាខ្ញុំជឿថាព្រះអង្គជួយយើងក្នុងគ្រប់ការទាំងអស់នេះប៉ុន្តែយើងអាចនឹងហៅថាកបែកកប៉ុកពីព្រោះជាការជួយមែនតែបើយើងប្រៀបធៀបនឹងទៅឋានសួគ៌ឬថ្នាក់នរកព្រះអង្គចង់ឲ្យយើងរួចពីបាបនោះហើយបើជាបងប្អូនសូមឲ្យយើងប្រាប់គេត្រង់មែនតែនថាហេតុអ្វីយើងចង់ធ្វើជាកូនព្រះអង្គគឺដើម្បីឲ្យយើងបដិសេធអស់ទាំងរឿងអារៈរបស់អារៈហើយយើងទទួលម្ចាស់ថ្មីមួយគឺព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់របស់យើងព្រះអង្គប្រាប់ត្រង់គឺប្រៀបធៀបពីជីវិតធម្មតាហើយជីវិតដ៏រស់អស់កលជានិច្ចទី9ជាការសំខាន់ណាស់ព្រះយេស៊ូវនាំឲ្យគាត់ឃើញបាបរបស់ខ្លួនព្រះយេស៊ូវនាំឲ្យគាត់ឃើញបាបរបស់ខ្លួនពីព្រោះមើលកាលព្រះអង្គមានបន្ទូលអំពីទឹករស់នោះហើយនោះគាត់ថាអូលោកសូមឲ្យខ្ញុំផឹកទឹកនោះហើយដើម្បីម៉ាច់មកអណ្ដូងទឹកនេះទៀតគាត់ច្រឡំខ្លះមែនណាប៉ុន្តែគាត់ថាអូសូមឲ្យខ្ញុំផឹកឥឡូវនេះប្រសិនជាព្រះអង្គបានប្រាប់គាត់ព្រាមពេលនោះថានឹងហើយឥឡូវសូមលុតជង្គង់នៅកន្លែងនេះហើយនឹងបិទភ្នែកហើយនឹងអធិដ្ឋានទៅខ្ញុំទទួលព្រះអង្គឥឡូវនេះហើយបានសង្គ្រោះហើយព្រះអង្គអាចនឹងនាំគាត់ឲ្យថ្វាយខ្លួនភ្លាមក្រេពេលនោះបានប៉ុន្តែព្រះអង្គខ្លះឃ្លានៅកន្លែងនោះឯងកាលគាត់ថាសូមឲ្យខ្ញុំបានផឹកនោះអង្គសួរថាប្រាប់គាត់ថាហៅប្តីមកចុះមិនព្រះអង្គបន្ថែមឃ្លានោះពេលនោះដូចជាមិនសមទេកំពុងតែនិយាយពីសង្គ្រោះហៅប្តីមកគឺព្រះអង្គចង់ឲ្យគាត់ឃើញបាបរបស់ខ្លួនការនោះសំខាន់មែនតើបងប្អូនឲ្យគាត់ឃើញពីព្រោះបងប្អូនបើយើងថ្វាយខ្លួនមានន័យថាយើងបែរមុខពីអំពើបាបហើយយើងមើលព្រះពីមុនយើងកំពុងតែដើរទៅតាមអារៈឥឡូវយើងបែរមុខអត់ដើរតាមអារៈហើយយើងមើលព្រះវិញជីវិតចាស់នេះយើងមិនខំដើរតាមផ្លូវអាក្រក់ទៀតឡើយគឺយើងបោះចោលជីវិតចាស់ហើយយើងតាមព្រះអង្គចុះតែបែរមុខចឹងជាហេតុដែលព្រះអង្គសួរថាចុះពីរឿងប្តីយ៉ាងម៉េចទៅហៅប្តីមកឲ្យគាត់គិតពីបាបរបស់ខ្លួនឯងពីព្រោះគាត់ឆ្លើយថាអត់មានទេហើយព្រះវិញ្ញាណបរិសុទ្ធបានបំភ្លឺព្រះយេស៊ូវឲ្យដឹងពីរឿងនេះក្នុងគម្ពីរកូរិនថូសក៏ប្រាប់ថាមានអំណោយទានខាងព្រះវិញ្ញាណមួយឲ្យយើងមានពាក្យចាស់ដឹងបងប្អូននោះមិនមែនតែសម្រាប់ព្រះយេស៊ូវទេសម្រាប់យើងដែរក្នុងពេលដែលយើងធ្វើទីបន្ទាល់ដែលព្រះអង្គអាចនឹងបើកឲ្យយើងដឹងឲ្យយើងឃើញបញ្ហារបស់គេបើសិនជាយើងអត់ឃើញទេនឹងប្រហែលពិបាកមែនតែយើងនិយាយទៅយើងនិយាយនៅដូចជាពាត់ជំវិញមិនដែលចំសោះស្រាប់តែព្រះវិញ្ញាណបរិសុទ្ធនាំឲ្យយើងដឹងថាមកពីរឿងនេះហើយយើងនិយាយចំភ្ញាក់ព្រះយេស៊ូវមានបន្ទូលថាហៅប្តីមកកន្លែងនោះឯងតែជាបញ្ហាធំរបស់គាត់នោះហើយជាបាបធ្ងន់របស់គាត់បងប្អូនពីរឿងនេះខ្ញុំឃើញថាសំខាន់មែនតើឲ្យយើងនាំបងប្អូនដែលយើងចង់ឲ្យគេថ្វាយខ្លួនឲ្យគេឃើញបាបរបស់ខ្លួនខ្ញុំខ្លាចថាយើងអាចនឹងនាំមនុស្សច្រើនឲ្យសម្រេចចិត្តថាជឿព្រះយេស៊ូវផងប៉ុន្តែមិនដែលបានលន់តួបាបមិនដែលបានប្រែចិត្តមិនដែលបានឈឺចិត្តខ្មាស់បាបមិនដែលបានបែកខ្នងហើយអត់មើលអំពើបាបទៀតឡើយប៉ុន្តែតាមព្រះអង្គមិនទាន់បានធ្វើអញ្ចឹងសោះគឺដូចជាបន្ថែមព្រះយេស៊ូវពីលើអត់កើតទេ
ชีวิตចាស់យើងត្រូវតែបោះចោលយើងត្រូវតែដឹងខ្លួនថាខ្ញុំជាមនុស្សមានបាបមែនតើអស់នោះអាក្រក់មែនទែនខ្ញុំសូមព្រះអង្គអស់ទោសខ្ញុំផងហើយខ្ញុំចោលទៅហើយខ្ញុំតាមព្រះអង្គបងប្អូនសូមឲ្យយើងនិយាយដល់អ្នកដែលយើងចង់ឃើញឲ្យប្រែចិត្តនោះឲ្យគេឃើញបាបរបស់ខ្លួនព្រះយេស៊ូវបានធ្វើចឹងដែរគឺដល់ចិត្តដល់ហើយដែលព្រះអង្គអាចនឹងនាំគាត់ឲ្យថ្វាយខ្លួនហើយប្តីមកនឹងភ្ញាក់ឃើញថាអូខ្ញុំជាមនុស្សមិនសមសោះខ្ញុំជាមនុស្សអាក្រក់មែនតើគាត់ដឹងខ្លួនបានជាបងប្អូនខ្ញុំឃើញថាខុស9នោះសំខាន់ណាស់កុំឲ្យយើងបោះចោលហើយយកតែ1 2 3 4 5ដល់8នឹងបោះចោល9ហើយយក10វិញពីព្រោះ9នោះពិបាកមែនតើនិយាយពីអង្គបាបរបស់អ្នកណាយើងដូចជាថាអូសូមព្រះវិញ្ញាណបរិសុទ្ធដាស់តឿនគេគ្រប់គ្រាន់ហើយទេអត់ទេព្រះអង្គចង់ឲ្យយើងនាំឲ្យគេដឹងខ្លួនថាជាមនុស្សមានបាបតែត្រូវតែលំទួពីអង្គបាបរបស់ខ្លួនទី10ព្រះអង្គគិតពីគ្រួសារផងមិនចឹងចុះឧបមានាងនោះមានប្តីមែននោះព្រះអង្គក៏ហៅដូចគ្នាថាហៅប្តីមកគឺថាព្រះអង្គមិនគ្រាន់តែចង់ឲ្យប្រពន្ធថ្វាយខ្លួនព្រះអង្គចង់ឲ្យគ្រួសារទៅអស់ថ្វាយខ្លួនហើយខ្ញុំឃើញថាក្នុងពេលដែលយើងទៅផ្សាយដំណឹងល្អប្រសិនជាមានអ្នកណាឧបមាមានស្រីម្នាក់ចង់ថ្វាយខ្លួនយើងត្រូវតែសួរអំពីប្តីផងឲ្យយើងសួរទៅពីព្រោះប្រសិនជាទាំងពីរនាក់ថ្វាយខ្លួនជាមួយគ្នានឹងផ្ទះទាំងមូលជាកូនព្រះអង្គដើរផ្លូវតែមួយអត់មានការឆ្លោះគ្នាឬជាចង់ដើរផ្លូវពីរបានជាខ្ញុំជឿថាពេលណាដែលយើងធ្វើទីបន្ទាល់ដល់ស្រីម្នាក់ឬប្រុសម្នាក់ឲ្យយើងទៅរកគូកនរបស់គេសិនហើយនឹងប្រហែលយើងអាចនឹងនាំគ្រួសារទាំងមូលឲ្យបានឲ្យថ្វាយខ្លួនបានដែរព្រះអង្គនៅតែថាហៅប្តីមកហៅប្តីមកហៅប្រពន្ធមកដើម្បីឲ្យគ្រួសារទាំងអស់នោះជឿព្រះអង្គប្រសិនជាមួយមិនព្រមទេយើងមិនបង្ខំបានទេនេះខ្ញុំអត់ថាយើងបោះចោលម្នាក់ដែលចង់ជឿទេខ្ញុំអត់ថាចឹងទេប៉ុន្តែឲ្យយើងរវល់ឲ្យយើងគិតពីម្នាក់នោះហើយដោយព្រះអង្គមានបន្ទូលថាហៅប្តីមកទី11ព្រះយេស៊ូវជាអ្នកស្ដាប់ស្រួលមែនតើជាអ្នកស្ដាប់នាងនោះផងអ្នកស្ដាប់កាលនាងនោះពន្យល់ពីរឿងនេះឬរឿងនោះកាលគាត់ឃើញថាព្រះអង្គនិយាយខ្លាំងពេកហើយគាត់ដូចជាចង់រួចខ្លួនចង់រត់ទៅហើយគាត់មិនដឹងគិតយ៉ាងម៉េចទេគាត់ចង់ថាឥឡូវខ្ញុំផ្លាស់រឿងបន្តិចខ្ញុំនិយាយពីរឿងផ្សេងបន្តិចហើយពីព្រោះចិត្តពេកហើយខ្ញុំភ័យហើយនិយាយពីប្តីខ្ញុំយ៉ាងម៉េចទៅនិយាយពីរឿងផ្សេងហ្នឹងព្រះអង្គមិនដែលថាឈប់ព្រះអង្គឲ្យគាត់និយាយទៅព្រះអង្គស្ដាប់ជួនកាលបងប្អូនកាលយើងធ្វើទីបន្ទាល់នោះយើងចង់និយាយទៅអស់យើងអត់ស្ដាប់ទេសោះប្រហែលគេមានរឿងណាមួយដែលមានសំហេតុសំផលដែរតែបាននាំឲ្យគេវង្វេងពីព្រះអង្គឬដែលគេអន់ចិត្តពីអ្នកណានោះហើយដែលយើងត្រូវតែជួយសម្រេចការនោះសិនសម្រួលការនោះសិនបានជាស្ដាប់គេទៅស្ដាប់អង្គឲ្យយើងមានចរិតជាពីរហើយមាត់តែមួយបានជាឲ្យយើងខំស្ដាប់គេមែនណាបាទព្រះអង្គស្ដាប់ស្រួលមែនតើខ្ញុំអត់ឃើញថាព្រះអង្គតាក់នាងនោះសោះនិយាយចប់ហើយព្រះអង្គបន្ថែមបាទក្នុងការដែលយើងផ្សាយទៅនឹងល្អសូមព្រះអង្គជួយឲ្យយើងស្ដាប់គេផងដើម្បីឲ្យយើងស្គាល់ចិត្តគេនិងស្រួលនាំគេឲ្យថ្វាយខ្លួនផង12ព្រះយេស៊ូវប្រាប់ច្បាស់ថាខ្ញុំជាព្រះគ្រីស្ទខ្ញុំជាព្រះមេស៊ីព្រះយេស៊ូវប្រាប់ច្បាស់បងប្អូនការនោះសំខាន់មែនតើឲ្យប្រាប់ច្បាស់ក្នុងគម្ពីរខ្ញុំឃើញថាប្រហែល2ដងដែលព្រះអង្គប្រាប់ច្បាស់លាស់ថាខ្ញុំជាព្រះគ្រីស្ទ
តែបកប្រែថាខ្ញុំជាព្រះមេស៊ីច្រើនដងគេសង្ស័យគេជួនកាលគេស្មានថាប្រហែលជាព្រះមេស៊ីមែនប៉ុន្តែមានតែ2ដងដែលខ្ញុំឃើញច្បាស់លាស់តែព្រះអង្គមានបន្ទូលថាខ្ញុំនេះហើយតែនិយាយជាមួយអ្នកឯងគឺព្រះគ្រីស្ទព្រះអង្គបានប្រោសម្នាក់ទៀតឲ្យជាតែគាត់ខ្វាក់ភ្នែកក្នុងយ៉ូហានចំពុក9ខ37ហើយអ្នកនោះថាខ្ញុំមិនដឹងថាព្រះគ្រីស្ទមួយណាទេអត់ដឹងទេខ្ញុំក៏តែដឹងថាពីមុនខ្ញុំខ្វះឥឡូវខ្ញុំបានភ្លឺហើយខ្ញុំដឹងតែប៉ុណ្្នឹងទេហើយព្រះយេស៊ូវមានបន្ទូលថាខ្ញុំដែលនិយាយជាមួយអ្នកឯងគឺព្រះគ្រីស្ទហ្នឹងព្រះអង្គប្រាប់គាត់ព្រះអង្គប្រាប់នាងនេះស្រីសាមារីប្រាប់ច្បាស់លាស់មែនតើនាំឲ្យខ្ញុំគិតពីយ៉ាកុបណាយ៉ាកុបដែលយ៉ាកុបក្នុងសញ្ញាចាស់នោះដែលរត់ទៅពីបងរបស់គាត់ផងយើងមានបទចម្រៀងមួយផងពីរឿងនោះផងដែលគាត់ដេកនៅស្រែមួយហើយអត់មានខ្នើយផងយកថ្មជាខ្នើយនេះយើងច្រៀងពីរឿងនោះហើយគិនពេលនោះគាត់យកសពព្រះអង្គឲ្យគាត់យកសពឃើញកណ្ដាលមួយឡើងទៅដល់មេឃហើយឃើញទេវតារបស់ព្រះអង្គចុះឡើងឃើញព្រះអង្គបល្ល័ង្ករបស់ព្រះអង្គនៅកន្លែងនោះឃើញព្រះអង្គនោះគាត់ញាក់កាលគាត់ផ្ញើឲ្យថាអស្ចារ្យមែនទេព្រះអង្គគង់នៅកន្លែងនេះឯងហើយជាមិនដឹងខ្លួនដូចស្រីសាមារីនោះផងខ្ញុំនៅទៅនេះហើយព្រះអង្គនៅកន្លែងនេះ